គេទាំងពីរសង្ឃឹមថាអនាគតនឹងល្អប្រសើរជាងនេះប្រសិនបើពួកគេបន្តខិតខំប្រឹងប្រែងមិនបោះបង់និងទុកឲ្យចក្ខុវិស័យនាំផ្លូវពួកគេចង់ឲ្យថ្ងៃណាមួយខ្លួនអាចក្លាយជាមនុស្សដែលអាចជួយដល់អ្នកដទៃធ្វើឲ្យភូមិនិងប្រទេសរីកចម្រើនបូរិននិយាយថាបើពេលណាអ្នកនឹកឃើញចក្ខុវិស័យរបស់អ្នកនោះជាពេលដែលអ្នកនឹងដឹងថាអ្នកកំពុងធ្វើអ្វីត្រឹមត្រូវមករាហាផ្សាយហើយថាបន្ថែមថាចក្ខុវិស័យគឺជាផែនទីប៉ុន្តែការខិតខំប្រឹងប្រែងគឺជាគន្លងផ្លូវដែលនាំយើងទៅដល់និយាយចប់ពួកគេបានដើរចេញពីមុខកញ្ចក់ដោយផ្ទុកក្តីសង្ឃឹមនិងកម្លាំងចិត្ត1កុមារគួរតែមានចក្ខុវិស័យនិងសុខភាពល្អសម្រាប់អនាគតរបស់ខ្លួន2ការខិតខំប្រឹងប្រែងនិងការតាំងចិត្តខ្ពស់ជាជំហានសំខាន់ក្នុងការសម្រេចគោលដៅ3មិត្តភាពល្អអាចជួយគាំទ្រនិងជំរុញឲ្យគ្នាខិតខំឈានទៅរកភាពជោគជ័យ4ការមើលខ្លួនឯងឲ្យឃើញតម្លៃនិងអនាគតល្អគឺជាគន្លឹះដើម្បីក្លាយជាមនុស្សល្អ5កុមារគួរតែសិក្សាឲ្យខ្លាំងស្រឡាញ់សហគមន៍និងចង់ធ្វើអ្វីល្អសម្រាប់សង្គម